ក្រសួងសុខាភិបាលបានចេញមកប្រកាសពីការប្រុងប្រយ័ត្ននៅបាក់តេរីប្រភេទថ្មីដែលកំពុងផ្ទុះឆ្លងរាលដាលនៅប្រទេសជិតខាងការប្រកាសរបស់ក្រសួងនាពេលនេះបន្ទាប់ពីសង្កេតឃើញប្រទេសជិតខាងនិងប្រទេសមួយចំនួនកំពុងមានករណីស្លាប់ជាបន្តបន្ទាប់ក្រោយពីមានអ្នកឆ្លងប្រភេទបាក់តេរីអង់ត្រាក់នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី6ខែឧសភាឆ្នាំ2025បើតាមក្រសួងសុខាភិបាលបានដឹងថានាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្ដាប្រទេសមួយចំនួននៃជំងឺអង់ត្រាក់ឬហៅថាពឹសធ្យូងនៅលើមនុស្សនិងនៅលើសត្វហៅថាជំងឺអង់ត្រាក់ឬជំងឺឈាមខ្មៅបង្កឡើងដោយបាក់តេរីដែលបង្កើតស្ទាល់ជំងឺអង់ត្រាក់ឬពឹសធ្យូងជាជំងឺដ៏កម្រប៉ុន្តែធ្ងន់ធ្ងរដែលអាចកើតមានឡើងជាចម្បងទៅលើសត្វពាហនៈនិងសត្វព្រៃលក្ខណៈពិសេសនៃមេរោគអង់ត្រាក់គឺអាចរស់នៅដោយស្រួលក្រោមរូបភាពជាគ្រាប់ស្ទាល់ក្នុងបរិយាកាសខាងក្រៅហើយស្ទាល់របស់បាក់តេរីអង់ត្រាក់ធន់នឹងធាតុអាកាសខាងក្រៅបានដោយសម្ងំដល់រាប់ឆ្នាំពី30ទៅ40ឆ្នាំនៅក្នុងដីសាកសពសត្វនិងលាមកសត្វជាដើមយោងតាមសេចក្តីប្រកាសរបៀបចម្លងជំងឺនេះដំបូងប្រភេទសត្វស៊ីស្មៅរួមមានគោក្របីចៀមពពែសេះអាចឆ្លងមេរោគនេះចូលក្នុងខ្លួនបន្ទាប់មកគ្រាប់ស្ទាល់คล้ายជាមេរោគមានចលនាហើយបញ្ចេញពឹសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាពត្បិតយ៉ាងនេះក្តីប៉ុន្តែជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាលនិងវ៉ាក់សាំងសម្រាប់ចាក់បង្ការផងដែរយ៉ាងណាមិញក្រសួងសុខាភិបាលបានបញ្ជាក់ថារហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមិនទាន់មានការរកឃើញជំងឺនេះនៅឡើយជំរាបជូនថាទន្ទឹមគ្នានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី6ខែឧសភាឆ្នាំ2025ក៏បានសម្រេចប្រកាសហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃបន្ទាប់ពីប្រទេសថៃផ្ទុះជំងឺពឹសធ្យូងនេះផងដែរជាមួយគ្នានេះអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក៏បានរៀបចំបណ្ដាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានីខេត្តទាំង25ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈនិងធ្វើការអន្តរាគមន៍ប្រសិនមានករណីសង្ស័យ